សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនពៅមានមុខម្ហូបក្លែមពិសេសមកមួយមុខទៀតហើយចាគឺខាត់ណាទឹកភ្នែកអញ្ចឹងចង់ដឹងថាកូនពៅធ្វើយ៉ាងណាសូមពុកម៉ែបងប្អូនធ្វើការតាមដានទស្សនាដូចតទៅអញ្ចឹងឥឡូវនេះគឺកូនពៅបានទៅផ្សារដើម្បីទិញសាច់គោហើយនិងខាត់ណារបស់យើងអញ្ចឹងនៅពេលដែលកូនពៅទិញរួចរាល់ហើយកូនពៅចាប់ផ្ដើមរៀបចំធ្វើការហាន់សាច់គោរបស់យើងជាចំណិតស្ដើងនិងជាបន្ទះទ្រវែងណាពុកម៉ែបងប្អូនចាហើយនៅពេលនេះគឺកូនពៅបានហាន់ចិត្តរួចរាល់អស់ហើយអញ្ចឹងនៅពេលដែលហាន់ហើយកូនពៅក៏បានយកវាដាក់ចូលនៅក្នុងចានត្រប៉ែតរបស់យើងចាអញ្ចឹងឥឡូវនេះគឺថាកូនពៅបានច្របាច់ក្រូចឆ្មាចូលដើម្បីឲ្យសាច់គោរបស់យើងកាត់ឆ្អាបនិងមានសភាពឆ្អិនជាងមុនបន្តិចចាចឹងឥឡូវនេះកូនពៅចាប់ដើមកូរហើយក៏សូមអធិស្ឋានដែរដោយសារតែកូនពៅអត់មានសមដៃដោយសារតែកូនពៅធ្វើញ៉ាំខ្លួនឯងអញ្ចឹងឥឡូវនេះគឺថាយើងមកធ្វើការដាំទឹកអញ្ចឹងកូនពៅបានចាក់ប្រេងឆាចូលបន្តិចចាដើម្បីនៅពេលដែលយើងស្រស់ទៅគឺបន្លែរបស់យើងគឺពណ៌ខៀវស្រស់ល្អអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងឥឡូវនេះគឺថាទឹកពុះយើងចាប់ដើមស្រស់តាមខាត់ណាយើងមុនចានៅពេលដែលយើងទុកវាបានមកពុះហើយយើងស្រង់ចេញចាគឺថាដើមខាត់ណារបស់យើងគឺពណ៌ស្រស់ល្អមែនតើពុកម៉ែបងប្អូនឡើងខៀវតែម្ដងចានៅពេលដែលយើងស្រង់ចេញអស់ហើយយើងធ្វើការដាក់ស្លឹកម្ដងចឹងបើសិនជាពុកម៉ែបងប្អូនអត់ចូលចិត្តស្លឹកទេពុកម៉ែបងប្អូនក៏មិនបាច់ដាក់ក៏បានដែរដោយសារតែស្លឹកវាមានភាពល្វីងតែដោយសារតែកូនពៅចូលចិត្តអញ្ចឹងឥឡូវនេះយើងក៏លេចមកមើលពីការធ្វើទឹកត្រីកោះកុងរបស់កូនពៅវិញម្ដងអញ្ចឹងគឺដោយសារតែខ្ទឹមហើយនិងម្ទេសគឺកូនពៅបានបុកវារួចស្រេចអញ្ចឹងកូនពៅបន្ថែមតែគ្រឿងទេគឺស្ករប៊ីចេងទឹកត្រីអីហ្នឹងចាអញ្ចឹងឥឡូវនេះគឺថាឥឡូវកូនពៅបានដាក់គ្រឿងផ្សំរួចរាល់អស់ហើយគឺនៅតែទឹកត្រីហើយនិងក្រូចឆ្មាទេចាអញ្ចឹងកូនពៅបានដាក់ទឹកត្រីចំនួន4ស្លាបព្រាបាយហើយកូនពៅក៏ចាប់ដើមកូរទឹកត្រីរបស់យើងដើម្បីឲ្យចូលគ្រឿងគ្នាល្អចាបន្តមកទៀតគឺកូនពៅចាប់ដើមច្របាច់ក្រូចឆ្មាចូលអញ្ចឹងពុកម៉ែបងប្អូនមើលតាមហ្នឹងទៅចាហើយបើសិនជាពុកម៉ែបងប្អូនធ្វើខុសពីកូនពៅក៏ធ្វើតាមចាគេថាផ្ទះរបស់ពុកម៉ែបងប្អូនធ្វើអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងនៅពេលដែលកូនពៅភ្លក់ហើយគឺថាស្ទើរទឹកត្រីអញ្ចឹងកូនពៅបានចាក់ទឹកត្រីចូលចំនួន2ស្លាបព្រាបាយបន្ថែមទៀតរួចជាការស្រេចចាអញ្ចឹងឥឡូវនេះគឺថារួចរាល់អស់ហើយកូនពៅក៏ចាប់ផ្ដើមចាតម្រៀបជាមួយនឹងខាត់ណារបស់យើងអញ្ចឹងដោយសារតែកូនពៅបានរៀបដើមខាត់ណារួចជាស្រេចហើយនៅតែស្លឹកទេអញ្ចឹងកូនពៅក៏ចាប់ផ្ដើមរៀបស្លឹកចាដាក់ពីលើបន្ថែមទៀតអញ្ចឹងក៏សូមអធិស្ឋានពុកម៉ែបងប្អូនម្ដងទៀតផងដែរដោយសារតែកូនពៅធ្វើញ៉ាំខ្លួនឯងទេចាដែលមិនបានពាក់សមដៃស្រោមអីត្រឹមត្រូវចឹងឥឡូវនេះគឺថាកូនពៅបានរៀបដាក់យកហើយដោយសារតែឃ្លានអញ្ចឹងឥឡូវនេះគឺរួចរាល់អស់ហើយគឺកូនពៅចាប់ផ្ដើមចាដាក់សាច់គោរបស់យើងនៅពីលើខាត់ណារបស់យើងអញ្ចឹងកូនពៅបានពូតវាយកទឹកចេញសិនដើម្បីឲ្យកាត់បន្ថយភាពជូរចឹងណាពុកម៉ែបងប្អូនដែលសិនតែមុនហ្នឹងគឺកូនពៅច្របាច់ជាមួយនឹងទឹកក្រូចឆ្មាអញ្ចឹងពេលនេះគឺកូនពៅចាប់ផ្ដើមច្របាច់ចាច្របាច់សាច់គោរបស់យើងឲ្យខ្សោះទឹកដាក់ពីលើហើយចាអញ្ចឹងគឺថាសោភ័ណភាពក៏ចាប់ផ្ដើមលេចចេញមកបណ្ដើដែរអញ្ចឹងគឺថាពុកម៉ែបងប្អូនឥឡូវនេះគឺយើងឃើញថាតំណងហើយចាអញ្ចឹងកូនពៅក៏ចាប់ផ្ដើមច្របាច់សាច់គោរបស់យើងមកហើយចាអញ្ចឹងកូនពៅនៅពេលដែលដាក់វារួចរាល់ហើយកូនពៅក៏កែសម្រួលកន្លែងណាដែលវាខ្វះចន្លោះចឹងណាពុកម៉ែបងប្អូនចាហើយជាចុងក្រោយចាគឺថាកូនពៅបានចាប់ដើមយកទឹកត្រីកោះកុងដើម្បីមកស្រោចពីលើចាសាច់គោរបស់យើងអញ្ចឹងគឺថាកូនពៅចាប់ដើមស្រោចពីលើហើយចាសូម្បីតែឃើញឥឡូវនេះក៏មានអារម្មណ៍ថាឃ្លានទៀតដែរដោយសារតែយូរយើងបានធ្វើ
គ្រឿងក្លែមញ៉ាំម្ដងគឺថាចាប់មាត់ខ្លាំងមែនតើអញ្ចឹងឥឡូវនេះគឺថារីករាស់ហើយអញ្ចឹងយើងមកធ្វើការញ៉ាំជាមួយនឹងកូនបើទាំងអស់គ្នាចាគឺថាខណៈទឹកភ្នែករបស់យើងឆ្ងាញ់ខ្លាំងដោយសារតែវាមានរសជាតិដិតអញ្ចឹងណាពុកម៉ែបងប្អូនចាអញ្ចឹងក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់កូនបើសូមពុកម៉ែបងប្អូនធ្វើការចុច Subscribe និងដាក់រូបសញ្ញាកណ្ដឹងផងណាសូមអរគុណ